សង្កេតមើលទៅប្រពៃពិធីបុណ្យទានផ្សេងទីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះនៅទីវត្តអារាមនេះតែងតែលេងល្បែងល្បាំប្រជាប្រិយហើយល្បែងល្បាំប្រជាប្រិយនេះហើយដែលចាស់ទុំខ្មែរពីបុរាណមកហ្នឹងលោកតែងតែយកមកដឹកនាំក្មេងៗឲ្យចេះលេងល្បែងល្បាំហើយលោកទូលមាននៅល្បែងល្បាំប្រជាប្រិយទាំងអស់នោះព្រោះយើងដឹងហើយថាល្បែងល្បាំប្រជាប្រិយខ្មែរហ្នឹងគឺបានបង្កប់នៅសេចក្តីសប្បាយរីករាយផងឲ្យរាប់អានញាតិមិត្តផងប៉ុន្តែអ្វីដែលតម្លៃមួយធំមែនទែនគឺបង្កប់នៅចំណេះដឹងអប់រំគ្នាទៅវិញទៅមកនេះល្បែងប្រជាប្រិយខ្មែរមានគុណប្រយោជន៍ណាស់អានោះឲ្យដែលខ្ញុំសិក្សាសង្កេតទេធ្វើឲ្យគូក្បាលរបស់ក្មេងនឹងមានការចម្រើនលូតលាស់ល្អយើងប្រើសពថ្ងៃថា IQ យើងមើលនៅក្នុងវត្តអារាមលោកតែងតែដាក់ពាក្យប្រស្នាពាក្យប្រដៅឬក៏ពាក្យអីនឹងផ្សេងធ្វើឲ្យប្រាជ្ញារបស់មនុស្សនឹងមានការវិវត្តរីកចម្រើនទៅមុខជាដរាបទៅដូច្នេះយើងគួរតែរក្សានៅប្រពៃណីទំនៀមទម្លាប់ដែលយូរលង់របស់បុព្វបុរសខ្មែរនេះឲ្យរក្សាទុកបានដល់សប្តាហ៍នេះអានេះជារឿងមួយគប្បីជារឿងមួយប្រសើរណាស់សម្រាប់សង្គមជាតិយើង